ទេវតាទៅសមុទ្រខាងលិចសមុទ្រខាងលិចអត់ទៅឈិនឈាវទេមិនមែនទេទៅសមុទ្រខាងលិចកុំអងយូរយឺតពេលអាចស្លាប់មនុស្សបានព្រះនាង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 ម្សិលមិញត្រង់ថាយាមបីព្រះបុត្រាដឹងខ្លួនឥឡូវនេះហូរយាមបីហើយព្រះបុត្រាមិនទាន់ដឹងខ្លួនទៀតតែមកកាន់តែក្រហមឡើងទៅខ្ញុំម្ចាស់តែសាដល់គ្មានមធ្យោបាយទៅមករំខានព្រះនាងទៅក្មេងៗដែលផឹកស្រាផ្លែឈើហើយនោះធម្មតាយាមបីនឹងដឹងខ្លួនវិញយើងយល់ខុសចំពោះអាលីហើយតាមរូបរាងរបស់គេប្រហែលជាដេកដោះស្អែកព្រឹកឯណោះមានឃើញមកក្រហមដូចផ្លែពេញប៉ោះទេបញ្ជាក់ថាសារ៉ាកំពុងចិញ្ជាតិកំរំអីឯងគួរតែមិនមែនបីគេពេញមួយយប់ទេដឹងដល់ពេលនេះមិនទាន់បានថ្មិចភ្នែកមែនទេកំភៃអីបន្តិចទៀតយើងបញ្ចូលកម្លាំងធាតុឲ្យគេធានាថាស្អែកឡើងនឹងខ្លាចជាក្មេងរត់លេងតាមធម្មតាហើយប៉ុន្តែកូននេះផឹកស្រារួចយកល្អថ្ងៃទី2គួរតែហូបបបរក្តៅអ៊ុនឯងតែសម្រាប់ចុះបំពន់ស្មារតីស្អែកចាំដាំបបរផងតែបើព្រះណាដារំខានដល់ពនាងផ្ទុំវិញនោះមើលសភាពរបស់គេដេកលក់យ៉ាងនេះទោះបីជាយកកណាត់មករុំគេរមៀលដល់ដំណាក់ឈីងអ៊ីងគេក៏មិនដឹងខ្លួនដែររំខានយើងយ៉ាងមិនកានមើលថាកូនក្មេងពិតជាមិនមែនរឿងងាយទេយៈហួរពិតជាមានចិត្តអំណត់មែនទេត្រង់នៅតាន់តាន់ទៀតមែនទេលំបាកអីហើយដែលត្រូវដាំបបរបែបនេះបបរតិចទៅក៏មិនល្អដែរពនាងនៅមិនតាន់ភាសាអីបើមិនយល់តោះទេភ្លុះស្នាដៃរបស់ខ្ញុំម្ចាស់ទៅមិនអីទេខ្ញុំម្ចាស់ចំអិនជើងពីយាមហើយបើចាក់ចោលគួរឲ្យស្ដាញ់ណាម្យ៉ាងទៀតពនាងត្រូវទៅដានសមាឋានសួរអត់បានហូបអីអញ្ចឹងមិនល្អនោះទេនិយាយក៏ត្រូវដែរអញ្ចឹងយើងភ្លក់ហើយណាថ្មីដែលល្អមែនតើព្រះនាងក្បួនធំអញនេះម្ចាស់ទេពមានទឹកប្រទេសល្អមែនតើហេសីយើងមកស្រុកខ្យល់អាកាសពេលព្រឹងដើម្បីបានចំហាយទេវតាបរិសុទ្ធដើរទៅដល់មកក៏ដល់ទីនេះយ៉ាងម៉េចនៅដំណាក់ហ្វាំងហួរមានភ្ញៀវពិសេសមែនទេប្រមេប្រមហេសីពនាងប៉ាឈៀនជាអ្នកមីងដែលនៅឈិញឈៀវនោះហ៎ហេតុអីក៏នេះមិនទៅដំណាក់រាយការណ៍ប្រាប់យើងផងប្រមេប្រមហេសី
ព្រះអង្គមានរាជបញ្ជាមិនឲ្យអ្នកណាមករំខានចាស់មីងទេកុំខ្លាចអីយើងដឹងថាអញជាមនុស្សត្រង់គ្រាន់តែមិនយល់យើងជាព្រះជាយានៃដំណាក់ស៊ីអ៊ូហើយអ្នកមីងជាអនាគតប្រនាងរបស់ព្រះអង្គបើគិតទៅតាមឋានៈយើងគួរតែចូលទៅថ្វាយបង្គំទៅត្រូវព្រះជាយាព្រះអង្គចេញបញ្ជាហាមមិនឲ្យអ្នកណាទៅក្បែរដំណាក់ហ្វាំងហោះជាដាច់ខាតគ្រាន់តែថ្ងៃនេះអ្នកមីងនៅឈិញឈៀវម្ដងជាក្មេងសកលក្រោយបើយើងមិនចូលទៅថ្វាយបង្គំពិតជាបំផ្លាញច្បាប់ទម្លាប់ឋានលើមិនខានម្យ៉ាងទៀតយើងក៏ខានជួបព្រះនរណាយូរដែរគាត់ជួនតែមើលល្មមតែព្រះនាងទៅដំណាក់ឈិញចេញហើយព្រះបត្រាកំពុងផ្ទុំត្រង់កំជុលទៅអីទៅឈិញចេញដំណាក់ឈិញចេញរបស់ម្ចាស់ទេពក្រែងបាត់ទ្វារយន្តហាញ់តាឬក៏បើកសាជាថ្មីព្រះអង្គថាពេលដែលព្រះនាងប្រយុទ្ធជាមួយនឹងអបូអ៊ីមានរបួសទៅស្រះមេឃាដើម្បីព្យាបាលអញ្ចឹងហ៎អញ្ចឹងយើងត្រូវតែទទួលព្រះនាងអង្គនេះឲ្យបានល្អជំនួសព្រះអង្គហើយជប់បន្តិចយើងនឹងមកវិញម្ដងទៀតកាលនោះពេលដែលទៅជួបគេដូចជាមិនស្រួលសោះព្រះនាងមកពីសមុទ្រខាងកានយប់មិញនេះក៏មានរឿងមិនដឹងថាទ្រង់បង្ករឿងអីទេលើថាព្រះជាយារបស់យើងនេះគឺជួយវិវត្តជំនួសទៀនលុតជង្គង់នៅចំពោះមុខដំណាក់ព្រះអង្គអស់កន្លះយប់ព្រះជាយាពិតជាល្អឯកគ្មានពីរហើយរូបរាងក៏ស្អាតចិត្តក៏ល្អឆ្ងល់ដល់ហេតុអីក៏ព្រះអង្គមិនយកភ្នែកមើលអញ្ចឹងយើងនៅដំណាក់ព្រះជាយាយូរហើយតែមិនឃើញព្រះអង្គទៅម្ដងសោះព្រះជាយាមិនគួរណាស់អញ្ចឹងទេមើលទៅគួរអាណិតព្រះជាយាខ្លាំងណាស់ពិតមែនហើយម្ចាស់យើងស្លូតបូតបែបនេះថ្ងៃក្រោយពិតជាត្រូវពនាងមកពីឈិញឈៀននោះធ្វើបានមិនខានទេស្ដាប់ពួកគេនិយាយសិនអញដឹងទេពនាងមកពីឈិញឈៀវនោះមានអាយុជាង 140000 ឆ្នាំហើយណាអាយុជាង 140000 ឆ្នាំចាស់ដល់លេងដូចជាចាំខានច្បាស់ជាប្រើសិលដើម្បីសណ្ដំព្រះអង្គជាមិនខាននោះទេខ្ញុំយល់ថាអញ្ចឹងយើងចាំបានថានៅឋានលើមានច្បាប់ទម្លាប់ណាมันអាចមាក់ងាយទេវតាបានទេប៉ិនមែនទេប្រមេម្ចាស់ទាស័យពីរអ្នកនោះហួសហេតុពេកហើយហ៊ានបំពេញដល់ព្រះនាងគេមិនបានធ្វើអីគ្រាន់តែចៃដន្យស្ដាប់ឮគេនិយាយតែប៉ុណ្ណោះវាមិនសូវល្អស្ដាប់យើងជាមនុស្សមិនប្រកាន់ច្រើនតែឋានលើធំយ៉ាងនេះគួរតែឲ្យគេដឹងថាច្បាប់ទម្លាប់ទីនេះមិនមែនចេះតែបង្កើតនោះទេពួកអញថាមើលត្រូវទេព្រះនាងមានសមត្ថភាពត្រូវនៅដំណាក់ខាងក្រោយអ៊ូអរខ្លាំងណាស់យើងខានទេពអប្សរក្រសាលសួនពីរអ្នកនោះរស់រវើកណាស់ខ្លាចវែកញែករឿងនេះមិនសូវត្រូវចុះល្អពួកឯងជួយសម្រួលពួកគេឲ្យយល់សាច់ការបន្តិចទៅព្រះមេថ្ងៃនេះអាលីក៏មិននៅយើងនៅស្រះមេឃាក៏អបសុកដែរចាំយើងនៅទីនេះហើយយើងទៅរកសិភៅបន្តិចព្រះមេអូនអាយអាលីផឹកស្រាមិនដែរទេគេដេកលក់តាំងពីម្សិលមិញពេលនេះមិនតំភ្ញាក់ទៀតតើមានរឿងអ្វីទេម្សិលមិញអង្គគេផឹកស្រាផ្លែឈើពីអតិនអង្គគេស្វឹងបន្តែងពេលនេះមិនតំភ្ញាក់ទេហើយដែលបានជាប្រឹងប្រាប់បងមិនក៏មិនហើយរីកចិត្តណាមើលអាលីនៅតូចនៅឡើយមិនក៏ត្រង់ស្លាំម្លេះពីតូចពេលដែលខ្ញុំម្ចាស់លួចផឹកស្រារបស់ជាយានស្វឹងដល់ 3-4 ថ្ងៃមិនតាន់ភ្ញាក់ពុកម៉ែក៏មិនថាអីដែរនិយាយតែអានេះគឺជាក្មេងប្រុសត្រង់ទម្លាប់គេអត់ទន់ជ្រាយបែបហ្នឹងពេលគេធំឡើងពិតជាទន់ជ្រាយមិនខានទេអូនមិនមែនជាអ្នកមើលគេទើបអូនទុកគេជាអ្នកចំណូលបើគេជាបុត្របង្កើតរបស់អូននោះអូននៅនិយាយពាក្យទៅនេះដែរទេប៉ិតមែនហើយមនុស្ស
ចាស់ដូចខ្ញុំម្ចាស់ពិតជាមិនអាចបង្កើតកូនគួរឲ្យស្រឡាញ់បែបហ្នឹងទេស្ដាយថានារីដែលបង្កើតអាលីម៉ាននោះបានលោតពីលើសំណាក់ជូសៀនហើយខ្ញុំម្ចាស់ជាសិស្សភ្នំខុនលុនសំសាលពង្រីធម៌មិនបានហាត់ចិត្តជាព្រះគង់ស៊ីអ៊ីមនោះទេមិនអាចមើលអាលីឲ្យបានល្អខ្ញុំម្ចាស់ចាំថាអង្គរាជទីជាតិព្រះអង្គយៈហោមានចិត្តករណាសម្បើមណាស់ពិតជាអាចមើលថាអាលីបានល្អជិះវៀងអាលីរងទុកនៅកន្លែងខ្ញុំម្ចាស់មិនបាច់ប្រាសម្ដីវិជាបងនោះទេអូនដឹងថាបងមិនមានអីអញ្ចឹងបើផ្នែកឡើងត្រូវនាងទាស័យពីក្បាលនោះនិយាយដែរមិនអីទេមកវិញត្រូវព្រះរាជបុត្រាបដាងទៀតយើងមកព្យាបាលរបួនតាមិនមែនមករងកំហឹងទេព្រះនាងមិនឃើញអ្នកណាអំបញ្ញមិញចេញពីទីនេះដែរទេនិយាយតាមសម្រួលមកព្រះនាងដាក់ទុកខ្ញុំម្ចាស់គឺជាកំហុសរបស់ខ្ញុំម្ចាស់អំពើល្អដែលព្រះនាងមានទោះបីជាម្ចាស់របស់ខ្ញុំរស់ឡើងវិញក៏អរគុណទ្រង់ដែររឿងនេះកាត់ឡើងពីខ្ញុំម្ចាស់ឲ្យតែព្រះបុត្រាធ្លាក់ទៅក្នុងដៃព្រះនាងម្ចាស់សូមៀនខ្ញុំម្ចាស់ពិតជាមិនឯងថាគេធ្លាក់ក្នុងដៃរបស់សូមៀនមានន័យថាម៉េចខ្ញុំម្ចាស់តែសាពេងមិញនឹងពេលដែរព្រះនាងចេញទៅព្រះមេម្ចាស់សូមៀនក៏មកថាមកស្រូបយកចំហាយទេវតាហើយឈៀងមកលេងដំណាក់ហ្វាំងហោមកមើលព្រះបុត្រាគេចង់មកជួបយើងព្រះមេតែព្រះអង្គនិយាយថាកាលពី300ឆ្នាំមុនហាមមិនឲ្យព្រះម៉ែសូមៀនចេញចូលនៅក្បែរនេះទេហើយច្រើនឆ្នាំមកនេះទ្រង់គោរពច្បាប់ទម្លាប់ណាស់ប៉ុន្តែថ្ងៃនេះមិនដឹងថាហេតុអីស្រាប់តែមកដល់ខ្ញុំម្ចាស់ប្រឹងស្ទើរស្លាប់ទៅហើយតម្រាំទៅទប់ជាប់ស្មានមកដល់ថាខ្ញុំម្ចាស់ទៅដងទឹកនៅខាងក្រោយពេលដែលត្រឡប់មកវិញមិនឃើញព្រះបុត្រាអញកំអាំងតាមអារម្មណ៍អីព្រះអង្គជាហោទ្រង់ជាអ្នកបីតែអត់តែតនឹងស៊ូមានអីទេព្រះនាងម្ចាស់និយាយពិតមែនទេក៏អញធ្វើអីតែបើពិតជាស៊ូមានបីគេទៅមែននោះយើងទៅតាមមកវិញហើយនៅឈរលួងអញធ្វើអីតែប្រសាណាស់ប្រសាខ្លាំងណាស់ប៉ុន្តែបាននិយាយទៅឃើញអញទៅទល់នឹងគេយ៉ាងនេះស៊ូមាននោះពាក់ព័ន្ធនឹងព្រះមេដារបស់ព្រះនន្ដាលុតពីដំណាក់ដែរឬអត់នឹងឯងនិយាយមកមើលព្រះអិនបានបញ្ជាហើយហាមរំលឹកពីរឿងនេះជាដាច់ខាតកាលនោះទេពអសរក្រសាបានដឹងពីរឿងនេះបានបញ្ជូនចេញពីភ្នំទេពលេងនៅឋានលើទៀតហើយបានហើយទោះជាអញមិននិយាយក៏យើងយល់ដែរពួកគេនៅណាជួយនាំយើងទៅបន្តិចបើគេមិនអីទេយើងនឹងបាញ់មកវិញព្រះមេព្រះអង្គកុំខ្វល់អីព្រះណាដាមិនពូកែខាងសូរាអត់មានអ្វីនោះទេបន្សាបទ្រង់នៅក្នុងអាងទឹកនេះមុនថ្ងៃរសៀលទ្រង់នឹងដឹងខ្លួនឡើងវិញហើយអាលីយ៉ាងម៉េចហើយទូលព្រះរាជបុត្រព្រះណាដាមិនពូកែខាងសូរាសោយលើសតែបន្តិចហ៎អញ្ចឹងលោកទៅចុះក្រាបទូលហើយមិញគេប្រាប់យើងថាឯខាងណាស្ទុះតែ3អាលីចេញពីដំណាក់ហ្វាំងហោយើងស្មានថាអាលីកាត់រឿងធំតាឲ្យឯងបារម្ភបែបនេះគឺគិតថាឯងគឺនាំនេះក៏គិតថាជារឿងល្អដែរអាចចិត្តដិតជាមួយគ្នាតែមើលទៅមុខរបស់ឯងគឺដូចគ្មានរឿងអ្វីល្អសោះមកពីចង់ធ្វើកូនកំឡោះឡើងខ្លោចទៅហើយតាមមែនទេបានជាឯងធ្វើមុខដូចជាមិនសប្បាយចិត្តយើងឮថាទេវតាជួយយានទៅសមុទ្រខាងលិចព្យាបាលជំងឺព្រះបុត្រាធំតើមែនទេទូលថ្វាយព្រះអង្គទេវតាជឿយានពេលនេះពិតជានៅដំណាក់របស់ទុំគុំមែនលោកសំណាងល្អណាស់កាលនោះយៈហោមានប្រជជនធ្ងន់សំណាងដែលបានទេវតាជឿយានជួយសង្គ្រោះទើបមានជីវិតមើលទៅបុត្រច្បងរបស់លោកនេះពិតជាឆាប់ជាមិនខានទេ
សូមអរព្រគុណព្រះអិនណែអាណាព្រះអង្គនៅមិនទាន់មកទៀតក្រាបទូលព្រះអិនតាមបញ្ជារបស់ព្រះអង្គទ្រង់ត្រូវនៅឋានកណ្ដាលគ្រប់60ឆ្នាំភ្លក់រសជាតិមនុស្សឋានកណ្ដាលពេលនេះទ្រង់ទើបតែប្រជជន40ទេនៅសល់20ឆ្នាំទៀតជោគជតាដែលឯងសរសេរតើគេពេញចិត្តទេមិនហ៊ានថាពេញចិត្តទេល្មមអាចទទួលបានទុកលំបាកដែលព្រះអង្គចង់ទទួលខ្វះមួយមុខក៏មិនបានដែរប៉ុន្មានពេលនេះទ្រង់នៅឋានកណ្ដាលកំពុងកេតការហើយឃាតករកំពុងតាមសម្លាប់ទៀតផងឃាតករតាមសម្លាប់អានេះល្អពេលទ្រង់ជាម្ចាស់ផែនដីមិនដែលបរាជ័យទេក្រោមមេឃនៅលើដីគ្មានអ្នកណាហ៊ានមកពៀនទ្រង់ពេលនេះទៅដល់ឋានកណ្ដាលហើយឲ្យទ្រង់ភ្លក់រសជាតិនេះបន្តិចអ្វីគឺជាការតាមសម្លាប់អ្វីជាការរត់គេចព្រះនាងតូចថៃខ្លួនឲ្យល្អជួព្រះអង្គឈឺខ្លាំងណាស់ព្រះអង្គជួកំពុងតែហៅនរណានឹងខ្ញុំម្ចាស់ហៅព្រះអង្គអ្នកដែលគេស្រែកហៅតើជានរណាទៅបានហើយកុំគិតអីជួឈឺហើយមិនក៏មិនយកចេញមកខ្ញុំម្ចាស់មុនពេលចូលរាជវាំងមានទំនាក់ទំនងល្អជាមួយអ្នកមីងខ្លាំងណាស់រាល់ថ្ងៃអ្នកមីងតែងតែអប់រំថាទោះបីខ្ញុំម្ចាស់ជាស្រីផេនដាច់ខាតកុំឲ្យគិតពីរឿងស្លាប់រស់ត្រូវការពារមនុស្សដែលខ្លួនឯងចង់ការពារជួយើងជាមនុស្សប្រុសដែលនាងត្រូវការពារយំនេះបើពួកឯងមិនសម្លាប់យើងមានតែយើងប្រហារពួកក្បត់ឯងនេះទេគ្មានអ្វីថ្លៃសោះជាមនុស្សធម្មតាអូពិតជាមានអំពើឃាតកម្មមែនឯងទៅមើលទៅតែមានអ្នករស់ដែរទេទទួលបញ្ជាពេលណាអ្នកនេះដឹងថាទីណាមានពេលដែរទេ
ជីវប្រាប់យើងមកព្រះអង្គដែលនាងនិយាយជានរណាទៅគឺត្រង់នឹងហើយព្រះអង្គនៅថ្ងៃដែលត្រង់ជួយសង្គ្រោះជីវិតខ្ញុំម្ចាស់ស្រឡាញ់ត្រង់ដល់ថ្នាក់ហ៊ានលះបង់ជីវិតព្រះអង្គត្រូវសន្យាជាមួយខ្ញុំម្ចាស់ទោះបីជាយ៉ាងណាសូមកុំឲ្យភ្លេចពាក្យសន្យា2ឆ្នាំនេះពាក្យសន្យា2ឆ្នាំជាសន្យារបស់ពួកយើងចំណែកព្រះអង្គប្រហែលជាបុត្រាក្សត្រនៅឋាននេះទើបគេហៅខ្លួនថាជាព្រះអង្គជីវកុំខ្លាចអីយើងត្រូវតែឲ្យនាងរស់តទៅទៀតរស់ឬមិនរស់គឺលែងសំខាន់ហើយខ្លាចត្រង់ថាបើខ្ញុំម្ចាស់ស្លាប់ត្រង់អាចបំភ្លេចខ្ញុំម្ចាស់បាននាងមិនស្លាប់ទេនាងមិនស្លាប់ទេគឺនាងមិនត្រូវស្លាប់ទេអ្នកក្លាហានលោកប្រយ័ត្នបន្តិចដាវនេះវាអត់មានភ្នែកទេយិនជើនាំគេមកពីកន្លែងណាហ្នឹងខ្ញុំឃើញគេនៅតាមផ្លូវមានរបួសហើយក៏នាំគេមកតែគេជាមនុស្សនៅក្នុងអម្បូរកញ្ជ្រោងមិនក៏អ្នកបងដឹងអម្បូរកញ្ជ្រោងទោះបីជាភ្នែកយើងមើលមិនឃើញតែនៅលើខ្លួនរបស់គេហាត់ក៏ដឹងក្លិនដែរយិនជឺតើគេនៅវ័យក្មេងតើមែនដែរទេប៉ិតមែនហើយក្មេងសកលក្រៅនៅទីនោះមានតែស្រីម្នាក់ឈ្មោះថាហង្កតុយ9បើយើងស្មានមិនខុសទេគេជាហង្កតុយ9ក្មួយស្រីរបស់ប៉ៃឈៀនហង្កតុយ9ពេលយើងចេញពីទីនេះគេក៏ចាប់កំណើតទោះបីជាយើងមិនដែលបានជួបគេតែយើងដឹងហង្កតុយ9លើថ្ងាសមានផ្កាយហង្សមួយមែនហើយពិតជាមានខ្លាំងមែនពណ៌ក្រហមស្តៀងនឹងផ្កាកតុយហង្សហើយនាំគេមកចាត់ការគេយ៉ាងម៉េចដែរអត់ទេអ្នកបងខ្ញុំមិនដឹងថាគេជាអ្នកណាទេគ្រាន់តែចង់ព្យាបាលរបួសទៅនាំគេមកទេហើយមិនដឹងថាគេជាក្មួយរបស់ប៉ាឈៀនទេល្អណាស់ទោះបីជាឯងនាំគេមកវិញដល់ចៃដន្យអ្នកមីងប៉ាឈៀនរបស់វាព្រោះតែខឹងនឹងយើងតើបំផ្លាញសម្ផស្សរបស់យើងដោយផ្ទាល់ដៃល្អណាស់ថ្ងៃនេះទេវតាបញ្ជូនវាមកហើយបត្រាយើងរងទុកបន្តិចណាកូន
ចាំមេដាប្រើរាងកាយស្រីនេះឲ្យកូនដឹងខ្លួនបន្ទាប់មកមេដានឹងទៅរករាងកាយទេវតាដែលស័ក្តិសមឲ្យបុត្រណាអ្នកបងនិយាយស្អីហ្នឹងចង់ធ្វើអីគេប្រើរាងកាយរបស់នាងនេះហើយឲ្យបុត្ររបស់យើងដឹងខ្លួនធ្វើអញ្ចឹងមិនបានទេយិនជឺឬក៏ឯងមិនចង់ឃើញក្មួយរបស់ឯងដឹងខ្លួនទេមែនទេមានតែប្រើរាងកាយរបស់ទេវតាទើបអាចឲ្យគេដឹងខ្លួនបានយិនជឺនេះជាឱកាសដែលទេវតាប្រគល់ឲ្យយើងហើយណាមុនអាគមអាក្រក់មួយនេះខ្ញុំមិនអនុញ្ញាតឲ្យបងប្រើទេអ្នកបងលើកលែងអាស្រីម្នាក់នេះបញ្ចុកក្មួយតែនៅពេលដែលគេកាត់មកនៅថ្ងៃនោះក៏បានស្លាប់បាត់ហើយគេស្លាប់បាត់ហើយណាទេមិនតាន់ស្លាប់ទេគេគ្រាន់តែដេកលក់ទោះបីជាដាស់យ៉ាងណាក៏មិនភ្ញាក់ទោះជាបិតាគេមិនត្រូវការយើងក៏ត្រូវតែឲ្យគេរស់វិញដែរអ៊ីញអើគឺជាបទរបស់យើងដែលយើងខំបង្កើតមកទាំងលំបាកវេទនាខ្លាំងណាស់យើងត្រូវតែឲ្យគេមានជីវិតរស់អ្នកបងខ្ញុំមិនចង់ឆាប់ប្រាប់អ្នកបងនោះទេតែពេលនេះយើងអស់វិធីហើយអ្នកបងពិតជាដឹងស្មៅទេវតានៅឋានលើស្មៅទេវតាជាព្រលឹងស្មៅស័ក្តិសិទ្ធិណាស់ជាវត្ថុទិព្វនៅឋានសួគ៌បង្កាត់ឡើងពួកគេប្រើវត្ថុនោះជួយសង្គ្រោះជីវិតមនុស្សខ្ញុំថាគេពាក់កណ្ដាលទេឲ្យតែយើងមានវត្ថុទិព្វនៅឋានលើប្រហែលជាអាចមានឱកាសដឹងខ្លួនបានបងធ្វើអញ្ចឹងទេស្មៅទេវតាមិនក៏យើងមិនដែលលើគេនិយាយអញ្ចឹងហើយគ្មានអ្នកណាប្រាប់យើងទៀតខ្ញុំលើព្រះបិតានិយាយដែលចែកដាំទេឲ្យតែពួកយើងមានស្មៅទេវតាខ្ញុំក៏អាចប្រើសិលចម្លងឲ្យគេបានធ្វើបែបហ្នឹងគេអាចមានឱកាសរស់ឡើងវិញណាប្រើវត្ថុទឹកនៅឋានលើបច្ចេកពីរឹងប៉ឹងខ្លាំងណាស់ឯនាំបងទៅពិតមែនទេត្រូវជាលើខ្ញុំនឹងនាំអ្នកបងតែដើម្បីកូនរបស់បងទី2ខ្ញុំសុកចិត្តទៅផ្សងហេតុនេះត្រូវតែឲ្យខ្ញុំជួយកន្ទុយហង្សទេពសិនទេទោះបីប៉ាឈៀនធ្វើអ្វីដាក់អ្នកបងពីមុនតែហង្សកន្ទុយ9មិនធ្លាប់ធ្វើទេពេលខ្ញុំជួយគេហើយយើងក៏ចាក់ចេញពីសមុទ្រខាងកើតមិនដឹងគេនិយាយពិតឬក៏កុហកទេពេលនេះយើងមិនមែនជាអគ្គមហេសីពិតជាមិនបានរៀងកាយនោះទេពេលនេះមិនមែនជាការរបស់យើងអ្នកបងយើងនៅខាងក្រៅបើនៅហ៊ានមិនគំនិតអាក្រក់ប្រយ័ត្នយើងយកជីវិតនេះណាអ្នកបងកាត់អីហ្នឹងមិនអីទេយើងយល់ថាឯងនិយាយត្រូវយើងយល់ហើយនេះជាពនាងស្ដេចអីគ្មានផ្ទះដែលត្រូវតែតោនៅទីនេះនាងជាពនាងឈិញឈាវហើយមកដល់ទីនេះគឺព្រោះតែហេតុអីតែឬមួយគេនិយាយឆ្កាប់មិនអញទេមិនក៏គេច្រឡំម្ល៉េះទេមិនខ្វល់ថាគេចង់ធ្វើអីទេឲ្យតែគេតាមឲ្យជាប់អាចជីឡាពិតជាមានពេលឆ្លោះឆ្លោយបាច់ចាំបាច់យើងនឹងបដូរស្លាប់សម្រាប់វាឲ្យឈិញឆាំងរួចផុតពីការខំក្រងប៉ប៉ឲ្យតែលោកតាចេញក្រៅគាត់ពិតជាចូលចិត្តបាត់នឹងជួយបាត់ជាមិនខាននោះទេអ្នកនាងគូប្រាប់គេទៅថាខ្ញុំជាមនុស្សល្អទេ
លោកស្រីដឹងខ្លួនហើយជើតែមើលបន្តិចទេអូយអូយម៉ែអើយលោកព្រលឹងខ្ញុំស្លាប់ហើយអេមិនបានជាលោកបានអញ្ចឹងថ្ងៃនេះមានកិច្ចកម្មកាត់ឡើងការពិតខ្ញុំមិនស៊ើបទេក្រោយមកក៏ឮថានាងនាំស្រីប្រឡាក់ឈាមម្នាក់មកទីនេះគឺខ្ញុំបារម្ភពីនាងពួកយើងស្គាល់គ្នាយូរប៉ុណ្ណាហើយដូចជា5ឆ្នាំហើយលឿនម្លេះខ្ញុំមកទីនេះ5ឆ្នាំហើយដល់ពេលរើទៀតហើយត្រូវឬតាណាទៅទីណាក៏បានដែរលេចកាតជើងត្បូងរើគោលដៅមួយហើយក៏ដាស់តែអញ្ចឹងខ្ញុំកំដរនាងចុះកំដរខ្ញុំហ៎មនុស្សស្រីទុនខ្សោយត្រូវតែមានប្រុសការពារបើយ៉ាងខ្ញុំក៏គ្មានឪពុកម្ដាយនាងចង់តាណាខ្ញុំអាចកំដរនាងបានការពារនាងបរិជិតទទួលបញ្ជាព្រះអង្គទូបកុមកយឺតពេលហើយទ្រង់មានទេវតាតាមថែពួកទូបកុមកយឺតពេលសូមព្រះអង្គលើកលែងទោសផងយើងមិនមែនជាស្ដេចតែមានធម្មតាឆាវជិញគឺបាក់បោត្រូវតែប្រហារ9ពូជជាង20ឆ្នាំអននេះត្រកូលឆាវមួយពូជដែលមានឋានៈទាំងតូចទាំងធំជារាជនិងអ្នកជំនួញត្រូវតាមស៊ើបគ្រប់រឿងឲ្យមកចត់បំផុតព្រះអង្គព្រះស៊ើបទាំងព្រះបត្រាទៀតឯងគឺត្រូវតែស៊ើបបាហត់សម្រាប់បន្តិចទៀតទៅខ្ញុំម្ចាស់សម្រាប់យូរហើយសម្រាប់ដល់ឈឺក្បាលហើយជីវមួយព្រួញនេះត្រង់ក៏មានបន្ទូលអញ្ចឹងអីឲ្យតែត្រង់ចាំបានថាខ្ញុំម្ចាស់ស្ម័គ្រចិត្តទទួលព្រួញជំនួសត្រង់មិនទៀមទាសំណងអ្វីទេគ្រាន់តែចង់ឲ្យត្រង់នៅចាំខ្ញុំម្ចាស់ហើយចាំគ្រប់ជាតិគ្រប់ភពទាំងអស់យើងមិនធ្វើបាបនាងគ្រប់ជាតិគ្រប់ភពកំពុងតែរកចក្រង់តែមិនអាចទេព្រះអង្គធ្លាប់ជួបទេយើងយកទុកហើយល្អខ្លាំងណាស់តែត្រង់យកមកឲ្យខ្ញុំតិចតបានទេនេះជាស្អីហ្នឹងជាផ្លែព្រួញដែលធ្វើឲ្យនាងរបួសត្រង់នៅຕົកវាទៀតមែនទេ
មិនត្រឹមតែទុកទេទុកវានៅក្នុងចិត្តមួយជីវិតកណ្ដឹងនេះតាំងពីពេលដែលនាងនៅជាមួយនឹងយើងនាងពាក់វាជាប់រហូតវាសំខាន់ណាស់ពិតដែរទេជាវត្ថុដែលសំខាន់បំផុតរបស់មនុស្សម្នាក់ដែលឲ្យខ្ញុំម្ចាស់វាសនាមកនេះមកទ្រង់មានអ្វីផ្ដាច់ប្រាំឬថាព្រះនាងមេឈីនត្រូវដេញទៅវិញហើយរឿងនៅដំណាក់ស៊ីអ៊ូទូលមកគុំដូចជាមិនសូវច្បាស់ទេនៅថាលើមានរឿងអ្វីដែលលោកមិនដឹងទៀតគឺលើគេថាទេយកម្សិលមិញព្រះនាងម្នាក់នោះគឺទ្រង់បានដាក់ថ្នាំនៅក្នុងសម្លព្រះបុត្រាក៏ដឹងទាន់ក្រោយមកព្រះនាងម្ចាស់ស៊ូក៏បានទៅអង្វរកពេលនោះក៏បានជុំអ្នកមីងឈិនឈៀវនៅមិញថាតែមួយម៉ាត់ព្រះអង្គក៏មិនតក៏ដេញគេចេញពីដំណាក់ស៊ីអ៊ូតែម្ដងទៅនិយាយទៅទីណាមានស្រីទៅនោះប្រកាសជាមានបញ្ហាច្រើនក្រាបទូលសំណាងហើយដែលការនោះមកយានគឺមិនទទួលសិស្សស្រីបានទទួលមកនោះព្រមខុនលុនទាំងមូលច្បាស់ជាកាត់ជាផ្សែងហើយមែនហើយសុភៅវាសនាមើលតិចមិនក៏ត្រង់ជួបឃាតករអត់ណែក្រាបទូលអត់ត្រូវទេមិនក៏អត់ត្រូវគ្រូមួយនោះគឺទ្រង់ឆ្លងផុតហើយតែលើកនេះមិនក៏បាត់អសរច្រើនម្ល៉េះទ្រង់មើលត្រង់នេះទៅលុះត្រាតែនៅក្បែរខ្លួនទ្រង់លេចមុខអ្នកឋានលើឬក៏អំបូអ៊ីអីពេលនេះទ្រង់នៅសុខសប្បាយល្អអន្តើរឿងទៅតែអញ្ចឹងកុំខ្វល់អីបើជុំអ្នកណាមែនគឺជាព្រំលិខិតពួកយើងខ្វល់មិនកើតនោះទេណាជឿខ្ញុំទៅហោះទៅវិញព្រះណាត់ដៃយ៉ាងម៉េចហើយព្រះមេព្រះនាងត្រង់តានហើយមកតានហើយមិនក៏មិនមកជាមួយអញវិញព្រះអង្គថាឲ្យត្រង់ត្រាំនៅក្នុងអាងថ្នាំសិនយប់នេះផ្ទុំនៅដំណាក់ជាវឆាំងអញ្ចឹងថ្ងៃនេះអត់ដល់មកទេព្រះមេបានហើយជាងទៅមើលសិនជាពនាងឈិញឈៀវស្អីទៅមិនតន់ទាំងរៀបការផងនៅមិនតន់ចេះមើលថែក្មេងៗទៀតអាលីនៅតូចតែប៉ុណ្ណឹងក៏បញ្ច្រកស្រាដល់គេច្រើនយ៉ាងនេះគេងលក់អស់មួយថ្ងៃមួយយប់ហើយពិតជាមិនស្គាល់ល្អអាក្រក់មែនបើរៀបអភិសេកមកដំណាក់ស៊ីអ៊ូនោះខ្លាចតែអាលីនេះគ្មានថ្ងៃបានសុខទេបុតមិនថាទូនាងជាអ្នកដទៃនោះទេមេដាគិតច្រើនពេកហើយក្រាបទូលព្រះមេដាដឹងថាទូលបង្គំចូលចិត្តផឹកក៏បណ្ដោយឲ្យទូលបង្គំផឹកតាមចិត្តទេហើយមេដាទៀតទេអ្នកណាបង្រៀនទេពអប្សរបាយឈានហ្នឹងហ៎គាត់ជាព្រះមេដាដែលបេដាគោលើផ្ទាំងកំនូននោះផ្ទាំងកំនូនក្រាបទូលព្រះមេដាពេលដែលខ្ញុំម្ចាស់ជួបអ្នកមីងក៏មានការភ្ញាក់ផ្អើលដែរគឺដូចគ្នាខ្លាំងណាស់ព្រះមេគិតថាចង់ឲ្យបុតបំភ្លេចរឿងកាលពី3ឆ្នាំមុនឥឡូវនេះចិត្តរបស់បុតមានទេពអប្សរអង្គនេះទៅហើយមេដាដូចជាមានប្រតិយមិនសូវស្ងប់សោះ